ចាជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះផងដែរជួបជាមួយ admin ទៀតហើយជាមួយភាព6នៃរឿង Overdue មិននឹងចូលដល់ site រឿងរបស់យើងសូមជួយចុច like share subscribe និង comment លេងជាមួយ admin ម្នាក់មួយផងណាតោះកុំឲ្យរងចាំយូរចូល site រឿងទាំងអស់គ្នាហ្មងទៅបន្ទាប់ពីស៊ូចូលទៅរងជើងទៀនចំនួនឈិញយីហើយនោះធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនតើមិននឹកស្មានថានាងមកជួយឈិញយីអីបែបហ្នឹងទេឥឡូវបែកក្បាលរបស់នាងហើយឈិញយីគេបារម្ភណាស់ក៏លើកបីតកងនាងទៅភ្លេចថាខ្លួនឯងនេះគឺជាប្អូនថ្លៃហ៎ហើយបងប្រុសនេះវិញក៏ចូលមកទទួលជំនួសវិញប្រាប់ទៅម្ដាយថាខ្លួននាំនាងទៅមន្ទីរពេទ្យហើយម្ដាយនេះភ័យដែរក៏ប្រាប់ឲ្យគេបញ្ញាប់នាំនាងទៅរួចពួកគេក៏ចេញទៅអស់ទៅនៅសល់តែឈិញយីរបស់យើងទេហើយគេសម្លឹងមើលតាជើងទៀននឹងមិនដឹងថាគេហួសចិត្តមិនទេហើយគេក៏គិតក្នុងចិត្តថាបើសិនជាគេជាអ្នកត្រូវវិញមិនដឹងថាគ្រួសារគេព្រួយបារម្ភចំពោះគេដែរឬក៏អត់ក៏លេងមកមើលនៅផ្ទះណែវិញឈិញយូគេក៏ឆ្ងល់ថាស៊ូមិនស្និទ្ធស្នាលជាមួយនឹងឈិញយីទេហេតុអីបានជានាងតការពារគេអញ្ចឹងស៊ូនាងក៏ប្រាប់ទៅថាគេធ្វើបែបនេះគឺដើម្បីឈិញយូនឹងឯងនាងដឹងថាបងប្អូនទាំងពីរអ្នកបារម្ភពីគ្នាទៅវិញទៅមកប៉ុន្តែមានម្ដាយរបស់គេនៅកណ្ដាលធ្វើឲ្យគេទាំងពីរអ្នកនឹងពិបាកតំណតំណងគ្នាខ្លាំងមែនទែនអញ្ចឹងហើយនាងចង់ជួយពួកគេហើយឈិញយូនេះក៏ថាទៅគូតែបន្ទោគេកាលពី3ឆ្នាំមុនបានចាប់ឈិញយីនឹងឲ្យទៅប៉ូលីសដើម្បីចរចាជាមួយគ្រួសារហួរដើម្បីទុកជីវិតឲ្យឈិញយីហើយចាប់ពីពេលនឹងមកបងប្អូនគេទាំងពីរអ្នកក៏មានកម្រិតឆ្ងាយពីគ្នាស៊ូណែវិញក៏គិតមើលក្នុងចិត្តថាពេលដែលឈិញយីនៅក្នុងកុកមិនដឹងថាគេពិបាកយ៉ាងណាទេហើយអ្នកដែលនាងកំពុងនឹកនឹងក៏ចូលមកដល់ជាមួយនឹងកន្ត្រកដំណាប់ផ្លែឈើមួយចង់មកអរគុណចំពោះបងថ្លៃហើយបងប្រុសរបស់គេឲ្យគេនិយាយទៅតែគេហ៊ាននិយាយទេនៅឈរមើលមុខនៅនឹងទៅបងប្រុសគេនឹងចាក់ចេញទៅប្រហែលជានៅមុខគេទៅបានជាប្អូនគេហ៊ាននិយាយអីអញ្ចឹងណាតែពេលដែលឈិញយូចេញទៅបាត់ហ្នឹងឈិញយីក៏មានតែនិយាយអរគុណស៊ូឯណាក៏យកផ្លែឈើហ្នឹងទៅឲ្យនាងញ៉ាំទៅព្រោះនាងញ៉ាំថ្នាំល្វីងដើម្បីកុំឲ្យវាល្វីងពេកហ្នឹងណាតែស៊ូឯណាវិញថានាងចូលចិត្តហើយគេក៏ថាទៅកាលពីមុនណានាងមិនបានចូលចិត្តទេមានតែគេទេដែលចូលចិត្តនោះគ្រាន់តែឮឈិញយីនិយាយដល់រឿងកាលពីមុនស៊ូហ្នឹងក៏ទាញឈិញយីមកវិញថារឿងកាលពីមុនជាអតីតកាលទៅហើយមិនចាំបាច់រំលឹកឡើងមកវិញទៀតទេហើយឈិញយីនៅតែបន្តនិយាយថាកាលពីមុនណានាងជាអ្នកឲ្យគេឥឡូវនេះគេនឹងធ្វើជាអ្នកឲ្យនាងវិញដូចជាចង់បង្ហាញឲ្យនាងដឹងថាគេលើកលែងតើនាងហើយចាប់ពីថ្ងៃនេះទៅគេនឹងមើលថែនាងហ្នឹងហើយស៊ូហ្នឹងអត់បានតបតអីទេដល់ពេលឈិញយីទៅបាត់ក៏លើសំឡេងជាច្រើនប្រាប់នាងឲ្យមានស្មារតីកុំឲ្យចាញ់បោកទៅលើពេលអស់ទាំងហ្នឹងកុំភ្លេចថាជីវិតរបស់ពួកគេដង្ហើមរបស់ពួកគេពេលនេះគឺខ្ចីពីឋាននរកមកទេដូច្នេះហើយកុំឲ្យអាក្តីអាណិតមកពេលនេះធ្វើឲ្យគោលដៅរបស់ពួកគេបរាជ័យមើលទៅស៊ូបានរងទុកជាមួយនឹងក្មេងស្រីផ្សេងទៀតនៅមណ្ឌលកម្មាកំព្រីមិនដឹងជាត្រូវគេធ្វើបាបអីខ្លះទេបានជាពួកគេចាត់ទុកទីនោះគឺជាឋាននរកលុះដល់ថ្ងៃស្អែកឡើងឈិញយីគេមានអារម្មណ៍ល្អមែនតែនក៏យកអាដំណាប់ផ្លែឈើនឹងមកញ៉ាំទាំងស្នាមញញឹមហើយក៏នឹកដល់សម្ដីរបស់ស៊ូដែលនាងបាននិយាយថានាងនៅទីនេះហើយគេមិនចាំបាច់ខ្លាចទេប៉ុន្តែគេនឹកឃើញឡើងវិញក៏ធ្វើឲ្យគេសប្បាយចិត្តដែរប្រហែលជាគិតថារវាងពួកគេទាំងពីរនាក់នឹងស្រស់ស្រួលគ្នាវិញហើយមើលទៅប៉ុន្តែមានឯណាសប្បាយចិត្តបានតែបន្តិចទេក៏ស្រាប់តែឡាយអ៊ីនឹងរត់មកប្រាប់ថាមានរឿងធំហើយថាហ៊ូមីងស៊ីននឹងបានបាត់ខ្លួនពេលនេះម្ដាយនាងភ័យខ្លាំងមែនតែនគាត់សុំវល់ប៉ែចុងឈីនេះជួយដល់កូនស្រីរបស់គាត់ផងទៅព្រោះថាយល់ដល់ពួកគេទាំងពីរនាក់គឺជាបងប្អូនជីដូនមួយនឹងគ្នាអីអញ្ចឹងប៉ែចុងឈីនឹងក៏ប្រាប់ឲ្យគាត់ធ្វើចិត្តឲ្យស្ងប់ទៅគេបានបញ្ជូនមនុស្សឲ្យទៅរកហើយតើមិនបានរកណាតែពេលនោះមានកូនចៅគេម្នាក់រត់មករាយការណ៍ថាឃើញស្បែកជើងរបស់នាងហ៊ូនឹងនៅមាត់ទឹកមួយកន្លែងម្ដាយនេះរត់ទៅមើលក៏ស្គាល់ថាជាស្បែកជើងរបស់កូនស្រីពិតប្រាកដមែនក៏ស្រែកទៅហៅយំតែម្ដងដែលគិតថាកូនស្រីរបស់ខ្លួនមានគ្រោះថ្នាក់ដល់ជីវិតហើយប៉ែចុងឈីនេះវិញគេមិនគិតឃើញថាជាស្នាដៃរបស់អ្នកផ្សេងទេគឺមានតែឈិញយីនឹងឯងគេក៏យករឿងនឹងទៅប្តឹងប៉ូលីសតែម្ដងចោទប្រកាន់ទៅលើគ្រួសារមូរុងហើយប៉ូលីសជឿគេជាអ្នកកាន់រឿងក្តីនឹងក៏យកដំណឹងមួយនេះមកប្រាប់ខាងគ្រួសារមូរុងនឹងឲ្យបានដឹងទៅទាំងម្ដាយទាំងបងស្រីនេះខំតលឺហើយក៏ចោទប្រកាន់ឈិញយីនឹងយកតែម្ដងព្រោះថ្ងៃទៅកន្លែងសែនដូនតានោះយីនឹងបាននិយាយទៅកាន់មីងសៀនថាចាំគេជួយឲ្យនាងបាត់ខ្លួនឥឡូវនេះនាងបាត់ខ្លួនពិតមែនបើឈិញយីនឹងមិនធ្វើតើពីណាគេជាអ្នកធ្វើឈិញយីនេះគេឡើងហួសចិត្តហ្មងគេដឹងរឿងអីផងម្ដាយនេះបាយជាមកសង្កត់សួរគេថាមនុស្សណែណាឲ្យបកលមីងសៀននឹងចេញមកឈិញយីនឹងក៏ប្រកាយថាគេមិនបានដឹងរឿងអីទេហើយក៏ស៊ីក៏ភ្លៀងរបស់ម្ដាយមួយទៅម្ដាយនេះអត់មានសួរនាំកូនប្រុសអីទេអីក៏អាក្រក់ម្ល៉េះហើយគាត់ក៏និយាយថាបើគេមិនមែនជាអ្នកធ្វើគ្មានពីណាគេអាចធ្វើរឿងនឹងបានឡើយឈិញយីនេះហួសចិត្តពេកក៏និយាយទៅថាប្រហែលជាឪពុកគេដែលនៅក្នុងភ្នូនឹងស្រឡាញ់កូនប្រសាខ្លាំងពេកយកនាងទៅនៅជាមួយបាត់ហើយម្ដាយនេះរត់តែខឹងខ្លាំងដែលគេនេះយកឪពុកខ្លួនយកមកលេងសើចអីអញ្ចឹងចំណែកឯកូនស្រីធំនោះវិញប្រកែណាខាងថែមលបយនឹងថាឈិញយីនឹងតែបករឿងបកហាត់ចាំមើលគេផ្ដាច់ពេកហើយអាយន្តហោះ5គ្រឿងនឹងក៏ប្រហែលជាគេមិនអោយទេមើលទៅពេលអញ្ចឹងពេលទៅឈិញយីគេខ្ជិលនៅស្ដាប់ហើយគេក៏ចាក់ចេញទៅម្ដាយនេះឃើញកូនចេញទៅក៏ស្រែកទៅសួរគេថាទៅបករឿងបកហេតុអីទៀតហើយឈិញយីនេះក៏ថាទៅគេតំណំព្រលឹងមីងសៀននឹងមករៀបការដើម្បីកុំឲ្យខាតអាយន្តហោះ5នឹងម្ដាយនេះគ្រាន់តែលើកឲ្យចង់កាំងបេះដូងរួចក៏ហៅពូជឺនឹងជួយមើលទៅថាឈិញយីនេះគេគ្មានតែខ្វល់អីទេហើយពូជឺនឹងក៏តាមមកនិយាយជាមួយឈិញយីរបស់យើងទៅថាគេមិនជឿទេថាឈិញយីនឹងជាអ្នកធ្វើ
ធ្វើរឿងទាំងអស់ហ្នឹងតែម្ដាយគាត់តែបែបហ្នឹងហើយកុំប្រកាន់នឹងគាត់អីឈិញជីរបស់យើងមិនចង់នៅនិយាយស្ដីជាមួយគេទេថាបើពូជឺនឹងចង់និយាយលេងឲ្យគេទៅរកឈិញយូរទៅហើយគេព្រមនឹងចាក់ចេញទៅហើយក៏ត្រូវពូជឺនឹងចាប់ខាត់ទៀតឲ្យគេនៅញ៉ាំបាយជុំគ្រួសារសិនទៅលើពាក្យនឹងហើយឈិញជីគេឡងអស់សំណើចថាពីណាគេជាគ្រួសាររបស់ពូជឺឲ្យគេនឹងបែងចែកច្បាស់ទៅថាខ្លួនឯងជាសមាជិកគ្រួសារមួយណាគ្រួសារលីឬគ្រួសារមូរងកុំចេះតែរត់ទៅទាំងពីរគ្រួសារអញ្ចឹងគេប្រាប់ឲ្យដឹងទៅបើប្រឹងស្គប់ចិត្តទាំងពីរចុងក្រោយគេនឹងត្រូវខកចិត្តទាំងពីរដូចគ្នាពូជឺនឹងក៏សួរវិញទៅថាគេជាសមាជិកគ្រួសារមួយណាឈិញជីក៏ថាទៅមួយណាក៏មិនមែនដែរធ្វើឲ្យពូជឺនឹងគេនិយាយអីលែងចេញបដ ហើយចំណែកនៅខាងស៊ូស៊ូនេះវិញក៏ទទួលបានទូរស័ព្ទពីមនុស្សរបស់នាងពីរឿងរបស់មីងសៀនតាមពិតទៅស៊ូស៊ូរបស់យើងនឹងហើយជាអ្នកបញ្ជាឲ្យគេចាប់ដើម្បីគម្រាមទៅកាន់ឈិញយីនឹងឯងរួចក៏ឲ្យគេទៅចាត់ការមេកាលីនោះចោលទៅដើម្បីកុំឲ្យមានគ្រូភ័យទៅដល់គេថ្ងៃក្រោយនៅថ្ងៃបន្ទាប់មកទៀតនាងក៏បានទៅជួបជាមួយនឹងមនុស្សម្នាក់នាងអត់ដឹងទេថាឈិញយីរបស់យើងឲ្យគេតាមដាននាងហើយឡាយអ៊ីនឹងក៏ប្រាប់ទៅថាមនុស្សដែលនាងបានជួបនោះគឺជាអ្នកដែលរាយការណ៍ពីការបាត់ខ្លួនរបស់មីងសៀនឲ្យតកូលហួរបានដឹងធ្វើឲ្យឈិញយីនេះគេយល់បដ ாய்ថានាងជាអ្នកនៅពីក្រោយរឿងហ្នឹងក៏ត្រឡប់មកផ្ទះវិញទាំងកំហឹងគ្រាន់តែបើកទ្វារមកក៏ឃើញរោបសតាឈាមរបស់មីងសៀនរងចាំស្វាគមន៍គេតែម្ដងមិនចាំបាច់ឈិញយីទៅសួរនាំនាងអីទេស៊ូស៊ូនឹងមកអង្គុយរងចាំគេហ្មងថានាងគឺជាអ្នកដែលចាប់ហួរមីងសៀននឹងពេលនេះគេឃើញឈាមនៅលើរ៉ូបលើក្រោយអាចនឹងសាកសពរបស់នាងឈិញយីនេះអត់យល់ទេថានាងទៅធ្វើអញ្ចឹងធ្វើអីទាំងដែលថ្ងៃមុនគេដូចជាបាននិយាយស្រោះស្រួលគ្នាអស់ហើយស៊ូស៊ូឯណាក៏រំលឹកពាក្យសម្ដីរបស់ឈិញយីនឹងទៅដែលប្រាប់នាងថាប៉ូលីសនៅក្នុងដៃរបស់គេអញ្ចឹងហើយកុំឲ្យនាងធ្វើអីប្រដេផ្ដាហើយពេលនេះនាងអាចប្រាប់គេបានថាមីងសៀននៅក្នុងដៃរបស់នាងដូចគ្នាអញ្ចឹងហើយកុំឲ្យឈិញយីចូលមកពាក់ព័ន្ធជាមួយនឹងការងាររបស់នាងទៀតអីមិនអញ្ចឹងទេគេច្បាស់ជាទទួលបានសាកសពកូនកំមុំគេចំនួនរ៉ូបឈាមនេះជាមិនខានឡើយឈិញយីនេះក៏សួរបញ្ជាក់ទៅអញ្ចឹងមេកាលីគឺនាងជាអ្នកសម្លាប់ដែរមែនហើយស៊ូស៊ូក៏ឆ្លើយទៅថាមេកាលីនោះសំតែស្លាប់ដោយសារតែគាត់ជួយលោកម្ចាស់របស់គេសម្លាប់មនុស្សច្រើនណាស់ឈិញយីនេះក៏ស្ដីឲ្យដែលនាងទៅសម្លាប់មនុស្សហើយយកពាក្យទាំងអស់នឹងមកការពារខ្លួនអីចឹងនាងក៏ថាជួយមិនបានទេព្រោះគេនឹងក៏យកមេកាលីមកគំរាមដែរដូច្នេះហើយនាងមិននៅស្ងៀមទេនាងត្រូវតែតបតទៅវិញចឹងហើយឈិញយីនេះខឹងខ្លាំងណាស់ចង់តែបកក្រាបនាងឲ្យអ្នកទាំងអស់គ្នាបានដឹងពីអត្តសញ្ញាណរបស់នាងទេស៊ូស៊ូនេះក៏បញ្ជួយគេទៅស្អែកគេនឹងទទួលបានសាកសពរបស់មីងសៀនជាមិនខានឡើយហើយពេលដែលគេទៅប្រាប់ដឹងមានគិតអត់ថាអ្នកទាំងអស់គ្នានឹងជឿសម្ដីគេនោះឈិញយីរបស់យើងហាក់ដូចជាជាប់គាំងនៅពេលរបស់ស៊ូស៊ូធ្វើអីមិនកើតទេពេលនឹងបានត្រឹមតែសួរទៅកាន់នាងថាសម្ដីដែលនាងនិយាយជាមួយគេទាំងបាម៉ានណាមានពាក្យណាដែលពិតប្រាកដដែរឬក៏អត់ស៊ូស៊ូអត់ឆ្លើយតបតជាមួយគេឡើយធ្វើឲ្យឈិញយីរបស់យើងនេះខកចិត្តខ្លាំងមែនទែនបានត្រឹមតែឈរមើលអាខោអាវប្រឡាក់ឈាមហ្នឹងហើយហូរទឹកភ្នែកមកម៉ាត់តែម្ដងនិយាយទៅអាណទូរបស់យើងហ្មងអ្នកណាគេមិនឈឺគេធ្លាប់បោកហើយនៅតែចិត្តតន់ទៀតហើយស៊ូស៊ូនាងមិនបានធ្វើអីមីងសៀនទេស៊ូស៊ូក៏បានដល់លេងនាងឲ្យទៅគ្រូសាហួរវិញទៅហើយគ្រូសាហួរគេមិនបានផ្ដាច់ពាក្យទេនៅតែបន្តបញ្ជូនយន្តហោះ5គ្រឿងនឹងមកឲ្យគ្រួសារមូរងនឹងដដែលហើយត្រីរងចាងដែលជាត្រូវឪពុករបស់ពូជឿបានដឹងរឿងនឹងហើយស្រាប់តែបញ្ជាកូនប្រុសរបស់គេនឹងឲ្យទៅធ្វើយ៉ាងម៉េចក៏ដោយកុំឲ្យតែគ្រួសារមូរងនឹងទទួលបានយន្តហោះទាំង5នោះឲ្យសោះលីពូជឿគេឡើងឆ្ងល់ហ្មងមិនបានឪពុករបស់គេធ្វើអញ្ចឹងព្រោះយន្តហោះនោះមិនមែនសំខាន់ចំពោះតែសាលាកសិចរនឹងទេវាក៏សំខាន់ចំពោះប្រជាជនគេផងដែរប៉ុន្តែឪពុករបស់គេមិនខ្វល់ទេព្រោះគ្រួសាររបស់ពួកគេទាំងពីរនេះបច្ចេកចំណាយគ្នាតាំងពីដើមមកដូច្នេះហើយក៏មិនចង់ឃើញគ្រួសារមូរងត្រង់ត្រង់ជាងអីអញ្ចឹងណាហើយពូជឿនេះគេកាន់តែអត់យល់ហ្មងដែលគ្រួសារទាំងពីរមានតំណែងតំណងស្មុគស្មាញជាមួយគ្នាតាំងពីដើមធ្លាប់ច្រឡំកូនគ្នាគិតថាជាគ្រួសារតែមួយអញ្ចឹងតែឪពុករបស់គេក៏ប្រាប់ទៅមកដល់សពថ្ងៃនេះលោកស្រីមូរងនៅតែសង្ស័យថាគាត់គឺជាឃាតករដែលសម្លាប់ប្តីនាងមិនតាន់បាត់ទេដូច្នេះហើយពួកគេគ្មានថ្ងៃខ្លាចជាមិត្តល្អជាមួយគ្នាឡើយឲ្យគេនេះបែងចែកច្បាស់ថាខ្លួនឯងនេះមានតកូលអីហើយធ្វើតាមអ្វីគាត់បញ្ជាទៅហើយគាត់ក៏បាត់ទូរស័ព្ទបាត់ទៅធ្វើឲ្យពូជឿនេះគេលំបាកចិត្តខ្លាំងមែនតើឥឡូវនេះក៏លេចមកមើលស៊ូនេះវិញនាងបានទៅដល់ហាងលក់ខោអាវមួយកន្លែងនៅខាងមុខនោះគេដាក់ផ្លាកថាបិទតែនាងនៅតែអាចចូលទៅបានអញ្ចឹងដោយសារតែកន្លែងនេះគឺជាទីតាំងឈរជើងរបស់គ្នាពួកនាងនឹងឯងតែសុទ្ធតែជាមនុស្សស្រីតែម្ដងស៊ូរបស់យើងគឺជាអ្នកដឹកនាំនៅក្នុងក្រុមនឹងប្រាប់ដំណឹងឲ្យអ្នកទាំងអស់គ្នានឹងបានដឹងទៅនាងបានឮថាសុនរងជឿដែលជាប្រធានអង្គការកម្មាកម្ព្រាការពីមុននឹងគេនឹងមកចូលរួមនៅក្នុងកម្មវិធីបើកសម្ពោធសាលាកសិចររបស់គ្រូសាមូរងនឹងដែរហើយឋានឈិងនឹងក៏ថាទៅក្នុងកម្មវិធីនោះច្បាស់ជាមានអ្នកធំជាច្រើនមកចូលរួមមើលទៅជាបែបនោះមិនដឹងថាមានកម្រងការអីមិនល្អដើម្បីមករៃរង្គៀបប្រាក់របស់អ្នកធំដែលមកចូលរួមនឹងទៀតហើយទៅពួកគេទាំងអស់គ្នានឹងត្រូវតែទទួលយកបែបហ្នឹងឲ្យបានល្អហើយតែវាគ្រោះថ្នាក់ខ្លាំងមែនតើវាមិនមែនជារឿងលេងសើចទេអាចនឹងបាត់បង់ជីវិតផងដែរដូច្នេះហើយស៊ូចង់សួរបញ្ជាក់ទៅកាន់អ្នកទាំងអស់គ្នាតែម្ដងថានឹងចូលរួមជាមួយនាងដែរឬមើលក៏អត់ម្នាក់សុទ្ធតែពេញចិត្តចូលរួមព្រោះពួកគេបន្តមានជីវិតមកដល់សប្តាហ៍ថ្ងៃនេះគឺដើម្បីតែធ្វើរឿងមួយនឹងហើយបន្ទាប់ពីស៊ូបានឃើញការរួបរวมរបស់អ្នកទាំងអស់គ្នាហើយស៊ូរបស់យើងក៏ប្រកាសដំណើរការបេសកកម្មរបស់ពួកគេដើម្បីរងចាំសុនរងជឿនឹងតែម្ដងទៅត្រឡប់ដល់ផ្ទះវិញណាចម្
ำลายไอ้ថ្ងៃនេះชินยีគេនៅញ៉ាំបាយជុំគ្នាធ្វើឲ្យបងស្រីរបស់គេមិនសូវត្រឡប់ម៉ានទេដោយសារតែชินยีនឹងកម្រមកញ៉ាំបាយផ្ទះណាស់តែគេមានតែដឹងឯណាថាชินยีមកបាយរួមតុជាមួយគេថ្ងៃហ្នឹងគឺដើម្បីតែប្រឈមមុខជាមួយនឹងស៊ូស៊ូនឹងឯងគេចាំមើលថានាងនេះចង់ធ្វើអីទៀតហើយខណៈពេលហ្នឹងស្រាប់តែអ្នកបម្រើហ្នឹងទទួលបានទូរស័ព្ទពីគ្រួសារហួរថាពួកគេមិនអាចបកគលយន្តហោះមកឲ្យគ្រួសារមូរងនឹងបានទេមូលហេតុនោះគឺដោយសារតែឈ្មោះអ្នកដឹកយន្តហោះនោះមិនដឹងថាមានបញ្ហាអីគេក៏បដិសេធមិនព្រមលក់ឲ្យគ្រួសារហួរវិញទៅពួកគេមិនមានអីយកមកឲ្យគ្រួសារមូរងនឹងឯងហើយម្នាក់គេសត្វតែភ័យបុកពោះរួមទាំងស៊ូស៊ូនឹងផងដែរលើកលែងតែឈិញយីរបស់យើងអង្គុយញ៉ាំបាយមានខ្វល់អីទេទៅស៊ូស៊ូនឹងក៏សួរគេហ្មងទៅថាឈិញយីនឹងបានដឹងរឿងអីមែនបានមើលទៅដូចជាអត់មានបារម្ភអីសោះអញ្ចឹងណាហើយឈិញយីរបស់យើងក៏ថាទៅគេមិនមែនជាអ្នកដែលត្រូវបារម្ភចំពោះរឿងទាំងអស់នឹងទេអ្នកដែលត្រូវបារម្ភគឺជាឈិញយូបងប្រុសរបស់គេទេម្ដាយនេះខណ្ឌលឺអញ្ចឹងក៏ស្ដីឲ្យឈិញយីយើងទៀតហើយដែលអត់ចេះគិតគូរពីបងប្រុសរបស់គេទេពួកគាត់ក៏ដេញឲ្យឈិញយីនឹងទៅសាកសួរព័ត៌មានគ្រួសារហួរនឹងឲ្យបានច្បាស់ទៅមើលឈិញយីទូប្រុសរបស់យើងក៏បដិសេធថាហេតុអីបានគេត្រូវទៅទាំងគេនេះយកខ្លួនឯងទៅលក់យកយន្តហោះទាំងអស់នឹងមកហើយនឹងឮពាក្យនឹងហើយម្ដាយនេះຕົកកំហឹងបានទេចង់តែឆ្លុះបាយຕົកបាយនឹងហើយតែឈិញយូនឹងគេក៏មិនតន់ថាកុំឲ្យឆ្លុះគ្នាអីគេសុំបញ្ជាក់ម្ដងទៀតរឿងមង្គលការរបស់ឈិញយីអត់មានជាប់ពាក់ព័ន្ធអីជាមួយនឹងយន្តហោះនឹងទេកុំឲ្យអ្នកទាំងអស់គ្នាបារម្ភអីគេមានវិធីដោះស្រាយហើយទោះបីជាមិនបានយន្តហោះក៏នៅតែអាចបន្តបើកសាលាអាកាសចរនឹងធម្មតាអញ្ចឹងឈិញយីនេះក៏សរសើរថាទីបំផុតនៅក្នុងគ្រួសាររបស់គេក៏មានបងប្រុសគេម្នាក់ដែលចេះនិយាយពាក្យសម្ដីល្អខ្លះអញ្ចឹងណាហើយគេក៏ងើបចាក់ចេញទៅទាំងស្នាមញញឹមដូចជាចង់ឌឺដងដាក់ស៊ូនឹងមិនទេហើយស៊ូនេះវិញក៏តាមទៅសួរគេទៀតថាគេនេះមានវិធីសាស្ត្រអីអាចដោះស្រាយរឿងទាំងអស់នឹងបានហើយមែនហើយឈិញយីរបស់យើងអត់ប្រាប់ទេក៏សួរទៅកាន់ស៊ូនឹងវិញទៅថានាងចង់បានយន្តហោះនឹងម៉េះទាំងដែលវាអត់មានជាប់ពាក់ព័ន្ធអីជាមួយនាងទេហើយស៊ូនឹងក៏យល់ឡៃថានាងខ្វល់ខ្វាយជំនួសឈិញយូតែបោកប្រាស់ឈិញយីយើងមិនបានឡើយគេអាចទាយដឹងថានាងចាប់ហួរមីងសៀនណាដើម្បីគម្រាមគេហើយក៏បកលទៅវិញដោយអត់មានធ្វើអីទាំងអស់ដោយសារតែនាងចង់ឲ្យមង្គលការរបស់ពួកគេទាំងពីរនាក់នៅតែបន្តទៅបើទោះបីជាពេលនេះគេមិនដឹងថាគម្រោងការរបស់នាងពិតប្រាកដគឺជាអ្វីក៏ដោយប៉ុន្តែវាច្បាស់ជាពាក់ព័ន្ធអីជាមួយនឹងយន្តហោះទាំងអស់នឹងហើយត្រូវអត់ដល់ពេលគេនិយាយត្រូវពេកអញ្ចឹងស៊ូណាត់មានពេលអីនិយាយសោះហ្មងទៅក្រោយមកយើងបានដឹងថាឈិញយីគេមានសមត្ថភាពដែលអាចទៅតាក់ទងជាមួយនឹងឈ្មោះកដាលម្នាក់ដែលអាចជួយលក់យន្តហោះនឹងទៅឲ្យគ្រួសារហួរដើម្បីផ្ដល់បងប្រុសរបស់គេបានព្រោះឈ្មោះម្នាក់នេះគឺជាមនុស្សដែលគេធ្លាប់បានជួយសង្គ្រោះពេលដែលគេនៅធ្វើជាគ្រូពេទ្យកាលពី3ឆ្នាំមុនមកម្ល៉េះហើយលោកហុងនឹងក៏ថាឈិញយីរបស់យើងទៅថាមិនដែលតាក់ទងអីជាមួយគេសោះដល់ពេលមានបញ្ហាបានមករកគេឈិញយីនឹងក៏ថាទៅអ្នកណាទៅដឹងថាអ្នកជំងឺម្នាក់ដែលដេកតាមផ្លូវត្រូវបានគេជួយសង្គ្រោះខ្លាយទៅជាអ្នកចំនួនដ៏ធំបែបនេះបើដឹងអញ្ចឹងគេតាក់ទងទៅយូរហើយរួចហើយលោកហុងនឹងក៏ចង់ដឹងពីមូលហេតុព្រោះដើមឡើយគេធ្លាប់ឮពីឈិញយីនឹងដែរថាចង់រៀនបើកបរយន្តហោះតែក្រោយមកក៏ដូរទៅរៀនខាងពេទ្យវិញហើយឈិញយីរបស់យើងនំតន់បានប្រាប់ផងស្រាប់តែពេលហ្នឹងក៏មានកណ្ដឹងអាសន្នដោយសារតែមានទូកតូចនឹងចូលមកក្បែរទៅពួកគេនាំគ្នាទៅមើលសិនទៅស្រាប់តែឃើញថាម្នាក់នោះគឺជាស៊ូរបស់យើងនឹងឯងនាងទេមិនខុសទេថាឈិញយីនឹងច្បាស់ជាមានដំណោះស្រាយពិតមែនហើយនាងក៏សុំទិញយន្តហោះនឹងពីឈិញយីវិញទៅលក់ក្នុងតម្លៃប្រមាណក៏បានដែរឈិញយីនេះគេបានដៃធ្វើបាបស៊ូនឹងតែម្ដងឲ្យនាងនេះលុតជង្គង់វល់គេទៅក្រែងលោកគេពិចារណាសំណើរបស់នាងស្រាប់តែពេលហ្នឹងនាងក៏លុតជង្គង់ចោះមែនហើយអ្នកបជាគេនេះមានតែសប្បាយចិត្តអីក៏ខ្លាយទៅជាកំហឹងបោកការស្រានឹងចោលទៅហើយក៏ចាប់លើកស៊ូនឹងឡើងមករួចក៏សួរតានាងទៅថាដើម្បីតែបងប្រុសរបស់គេនាងសុខចិត្តលះបង់សេចក្តីថ្លៃថ្នូររបស់នាងបែបហ្នឹងមែនហើយស៊ូនឹងក៏ថាទៅកំថាឡាយតែឲ្យលុតជង្គង់ទោះជាឲ្យនាងធ្វើជាឆ្កែជាឆ្មាក៏នាងព្រមដែរព្រោះនាងដឹងច្បាស់ណាស់ថាសាលាកសិចរនេះសំខាន់ចំពោះឈិញយូណាមិនមែនដើម្បីតែឈិញយូមួយទេឬគ្រួសារមួយទេគឺដើម្បីមនុស្សជាច្រើនហើយក្នុងនាមនាងគឺជាគូដណ្ដឹងអនាគតប្រពន្ធរបស់គេនាងត្រូវតែជួយគេអញ្ចឹងហើយលើពាក្យទាំងអស់ហ្នឹងហើយវាដូចជាយកកំបិតមកចាក់បេះដូងរបស់ឈិញយីអញ្ចឹងនាងធ្វើបែបហ្នឹងដើម្បីតែបងប្រុសរបស់គេចុះនាងមានគិតទេថាពេលដែលនាងនេះយកហួរមីងសៀនមកគម្រាមគេតើនាងធ្វើអីដាក់គេខ្លះហើយខ្លួននាងបង្ហាញភាពស្មោះត្រង់ក្តីអាណិតពេលដែលត្រូវការគេងវល់គេប៉ុន្តែពេលដែលនាងធ្វើបាបគេវិញនាងគ្មានក្តីមេត្តាសូម្បីតែបន្តិចដូច្នេះហើយគេមិនយល់ព្រមឲ្យយន្តហោះនេះទៅនាងទេគេចាំមើលថានាងនេះនឹងសម្ដែងអីទៀតឬមួយសម្ដែងធ្វើជាស្លាប់ម្ដងទៀតដោយការពីមុនហាក់បានដែរដល់ពេលស៊ូនឹងអត់មានតបតអីទេក៏សម្លឹងមើលទៅមុខគេធ្វើស្លង់ធ្វើឈិញយីនេះហាក់ដូចជាចាញ់ខ្សែភ្នែករបស់នាងហ្មងអត់ហ៊ានប្រឈមមុខជាមួយនាងទេក្រែងលោចិត្តតុនទៀតប៉ុន្តែស៊ូនៅតែអាចចាប់យកចំណុចស្នើរបស់គេមកធ្វើជាការដោះដូរបានអញ្ចឹងឲ្យគេនេះប្រកល់យន្តហោះ5នឹងឲ្យនាងមកនាងនឹងយល់ព្រមប្រាប់រឿងរ៉ាវកាលពី3ឆ្នាំមុនឲ្យគេបានដឹងទាំងអស់ឈិញយីរបស់យើងដឹងថាពេលនេះគេចាញ់ប្រៀបនាងទៀតហើយក៏ដេញឲ្យស៊ូនឹងចាក់ចេញទៅដល់ពេលស៊ូឡើងទៅដល់លើគោក៏ឃើញយន្តហោះទាំង5គ្រឿងនឹងហោះពីលើនាងនឹងឯងធ្វើការផ្នត់របស់ស៊ូនេះទទួលបានជ័យជំនះអាឈិញយីនេះពិតជាចង់ដឹងរឿងអតីតកាលកាលពី3ឆ្នាំមុននេះដល់ម្លឹងចំណែកអាឈិញយីនេះកំពុងតែក្តោបក្បាលឈឺចិត្តទទួលយកមិនចង់បានតាមពិតទៅគេមានកម្រងឲ្យយន្តហោះនឹងទៅឲ្យបងប្រុសរបស់គេនៅថ្ងៃកម្មវិធីនឹងឯងគ្រាន់តែចង់ធ្វើបាបស៊ូនឹងបន្តិចទេចានាងសុំតចានាងវល់គេប៉ុន្តែឥឡូវនេះនាងបានធ្វើវាអស់ហើយតែគេមិនបានសប្បាយចិត្តដល់អ្វីដែលគេគិតឡើយលោកហងនឹងក៏ថាទៅអ្វីទាំងអស់នឹងហើយដែលគេហៅថាការកើតទុកបុកម្នេញពីរឿងស្
ស្នេហាហ្នឹងណាណៃអស៊ូស៊ូណៃវិញនាងបានមកជួបជាមួយក្រុមរបស់នាងទៀតហើយដែលនាងយកដំណឹងមួយមកប្រាប់គឺហ៊ូសៅសៀងដែលជាលោកម្ចាស់ធំរបស់គ្រូសាហ៊ូហ្នឹងក៏គេមកចូលរួមកម្មវិធីបើកសម្ពោធសាលាកសិករនឹងដូចគ្នាគាត់តែលឺឈ្មោះគេហើយធ្វើឲ្យម្នាក់នេះគេសគាថ្មិញចាំតែស៊ីសាច់ហត់ឈាមគេទេមើលទៅលោកម្ចាស់ហ៊ូម្នាក់ហ្នឹងក៏ចូលដៃចូលជើងធ្វើបាបមកលើពួកគេជាមួយនឹងសុនរងជឿនៅដូចគ្នាដែរដូច្នេះហើយស៊ីថានេះគាត់ថាវាគឺជាឱកាសសម្រាប់ពួកគេដែលអាចចាត់ការបានទាំងពីរក្នុងពេលតែមួយតែម្ដងប៉ុន្តែស៊ូរបស់យើងបដិសេធមិនឲ្យគេធ្វើអ្វីលើសពីកម្រងឡើយគោលដៅរបស់គេលើកនេះគឺសំដៅទៅលើតែយេប៉សុនរងជឿនឹងតែម្នាក់គាត់ស៊ីថាហ្នឹងក៏សួរទៅថាផ្លេចហើយមែនថាកាចាស់ហួរហ្នឹងវាបានធ្វើអីខ្លះមកលើពួកយើងស៊ូក៏ថាទៅគេមិនបានផ្លេចទេតែនេះវាគ្រោះថ្នាក់ពេកសម្រាប់ពួកគេទាំងអស់គ្នាខានឈិញនេះគេក៏យល់ស្របព្រោះពួកគេរៀបចំផែនការដើម្បីតែសុនរងជឿនឹងទេចាំពេលក្រោយទៅបើធ្វើខុសពីផែនការវាអាចធ្វើឲ្យពួកគេទាំងពីរនាក់នឹងដឹងខ្លួនរួចហើយបរាជ័យទាំងអស់ហើយពួកគេនឹងបាត់ខ្លួនទៅម្ដងទៀតដូចជាលើកមុនអញ្ចឹងស៊ូរបស់យើងនេះក៏ហាមតែម្ដងថាបើពីណាគេមិនស្ដាប់បញ្ជារបស់នាងនឹងត្រូវដកចេញពីផែនការនឹងហើយទើបអ្នកទាំងអស់គ្នាអត់មានហ៊ានប្រកែកអីជាមួយនឹងស៊ូទេហើយខ្សែរឿងរបស់យើងក៏ស្លេះត្រឹមហ្នឹងសូមរងចាំទស្សនាភាគក្រោយជាមួយ admin ទៀតណាអរគុណច្រើនមែនទែនបាយបាយអ្នកទាំងអស់គ្នា